Rafi តាំងពីរៀនមួយលោកគ្រូចាប់ផ្ដើមពីមេរៀនទី1រហូតដល់ទី8តើមេរៀនទី1ឈ្មោះអី Bubble. មេរៀនទី2 Apple. មេរៀនទី3 Feeling. មេរៀនទី4 Trip. គិតរៀនបាន Run. មេរៀនទី5 Đồng sự. Yeah good មេរៀនទី6 Tự. Yeah good មេរៀនទី7 Đồng chí tự tự. Yeah មេរៀនទី8 Hai sư phạm. Yeah good job wow high five Yeah សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទជាខូចរបស់កូនសិស្ស Rafi នៅ Blue Dolphin សម្រាប់កូនសិស្ស Rafi នៅពេលដែលគាត់ចូលរៀនដំបូងគឺគាត់រៀងខ្លាចទឹកបន្តិចបន្តួចប៉ុន្តែនៅពេលដែលចូលដល់ម៉ោងទី2ទី3ឡើងលើគឺគាត់លែងខ្លាចទឹកតែម្ដងសំខាន់បំផុតគឺគាត់ជាកូនសិស្សមួយដែលឆ្លាតឆាប់ចាប់បាននៅមេរៀនដែលគ្រូធ្លាប់បញ្ចូលកន្លងមកហើយមួយវិញទៀតគឺគាត់អាចហែលទឹកនៅក្នុងចម្ងាយឆ្ងាយបានក្នុងការប្រើប្រាស់ក្បាច់ Doki Speedway Float និង Freestyle ជាដើមរីឯការ bubble ការប្រើបច្ចេកទេសនៅពេលដែលគាត់ហែលទឹកគឺគាត់អាចប្រើប្រាស់បានយ៉ាងល្អដូចគ្នា